លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអញ្ជើញចោះជួបដោយផ្ទាល់ប្រគល់ផ្ទះថ្មី7ខ្នងជូនគ្រួសារវីរៈកងទ័ពពលីនៅព្រៃវែងនិងស្វាយរៀងដោយផ្ដោតការយកចិត្តទុកដាក់លើជីវភាពនិងសុខទុក្ខរបស់ក្រុមគ្រួសារវីរៈកងទ័ពពលីលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានអញ្ជើញចោះជួបដោយផ្ទាល់និងប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសារវីរៈកងទ័ពចំនួន7គ្រួសារនៅខេត្តព្រៃវែងនិងខេត្តស្វាយរៀងកាលពីថ្ងៃទី14ខែសីហាឆ្នាំ2026ក្នុងចំណោមផ្ទះថ្មីទាំង7ខ្នងមានផ្ទះ5ខ្នងស្ថិតនៅក្នុងខេត្តព្រៃវែងនិង2ខ្នងនៅខេត្តស្វាយរៀងផ្ទះទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលមានគោលបំណងជួយសម្រួលដល់ការរស់នៅនិងផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសាររបស់វីរៈកងទ័ពដែលបានពលីជីវិតក្នុងពុទ្ធហេតុការពារជាតិនិងទឹកដីក្នុងឱកាសនោះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតក៏បានពំនាំនៅសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនិងសោកសង្រេងបំផុតពីថ្នាក់ដឹកនាំជូនចំពោះក្រុមគ្រួសារនៃវីរៈកងទ័ពពលីជាមួយគ្នានេះលោកជំទាវបណ្ឌិតក៏បានពំនាំនៅប្រសាសន៍សួរសុខទុក្ខនិងការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ិនរ៉ានីហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតផងដែរមិនត្រឹមតែប្រគល់ផ្ទះថ្មីប៉ុណ្ណោះទេលោកជំទាវបណ្ឌិតក៏បាននាំយកនៅអំណោយផ្សេងៗជូនដល់ក្រុមគ្រួសារវីរៈកងទ័ពពលីរួមមានថវិកាសម្ភារៈប្រើប្រាស់ស្បៀងអាហារនិងបរិក្ខារចាំបាច់ផ្សេងៗដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃនិងកាត់បន្ថយការលំបាករបស់គ្រួសារការផ្ដល់ជំនួយនេះបានស្ដែងឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ក្រុមគ្រួសារយុទ្ធជនដែលបានលះបង់ជីវិតដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដីនិងសន្តិសុខជាតិជាក់ស្ដែងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានដាក់ចេញនៅគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយគ្រួសារវីរៈកងទ័ពពលីឲ្យមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតបានកាន់តែប្រសើរក្នុងនោះរួមមានការណែនាំនិងជួយសម្រួលក្នុងការប្រកបមុខរបរការស្ដារជីវភាពសមាជិកគ្រួសារការផ្ដល់អាហារូបករណ៍ដល់កូនចៅសម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រការរៀបចំអនុទានសារជាថ្មីនិងការសម្រួលដល់ការផ្ទេរបានកម្មសិទ្ធិដោយមិនគិតកម្រៃសេវាលើពីនេះក៏មានការផ្ដល់មេដាយកិត្តិយសជូនដល់វីរៈកងទ័ពដែលបានចូលរួមប្រយុទ្ធដោយផ្ទាល់ក្នុងសមរភូមិការពារទឹកដីដើម្បីបង្ហាញពីការទទួលស្គាល់ចំពោះការលះបង់និងការបំពេញកាតព្វកិច្ចរបស់ពួកគាត់ជាលទ្ធផលក្រុមគ្រួសាររបស់វីរៈកងទ័ពបានប្រកបរបរចិញ្ចឹមជីវិតយ៉ាងរីកចម្រើនបានរៀបចំទុកដាក់ផ្ទះសម្បែងដោយមានការដាំដំណាំជាច្រើនមុខនៅជុំវិញផ្ទះនិងថែមទាំងបានបញ្ជូនកូនចៅទៅរៀនសូត្រគ្រប់ជ្រុងជ្រោយផងដែរការប្រគល់ផ្ទះថ្មីចំនួន7ខ្នងនៅខេត្តព្រៃវែងនិងស្វាយរៀងនាឱកាសនេះគឺជាសារបង្ហាញពីការចងចាំការគោរពដឹងគុណនិងការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់វីរៈកងទ័ពដែលបានលះបង់ជីវិតដើម្បីពុទ្ធហេតុជាតិមាតុភូមិ